បាទបងប្អូនជំរាបសួរឃើញសម្លនឹងហើយសង្ស័យតែលួចប្រាក់ទឹកមកទេមើលទៅបាទសម្លនេះគឺសម្លពិសេសដែលបងប្រុសគាត់បានកាប់ដើមដូងមួយដើមបាទគាត់ចំណាយដើមដូងមួយដើមតាមពិតដើមដូងរបស់គាត់ហ្នឹងដូងក្រិនដែលដាំយូរហើយអត់ផ្លែដូងដែលដាំដំណើរគ្នាហ្នឹងវាផ្លែអស់ហើយដោយឡែកតែដូងមួយហ្នឹងគាត់កាប់ចោលហើយមិនចោលទាំងអស់ទេគឺគាត់កាប់យកគល់គាត់កាប់យកទៅស្លបាទហើយគាត់ណែរំលីងស្អាតប្រឡះវាស្អាតហើយគាត់ក៏លើកវាដាក់លើរទេះហើយជាមួយនឹងផ្លែដូងដែលគាត់បែរនៅចំការក្រោយផ្ទះរបស់គាត់ហ្នឹងthì គាត់អូសទៅផ្ទះយកទៅឲ្យប្រពន្ធគាត់ទៅដល់គ្រួសារគាត់បានរៀបចំចាត់ចែងកោសរំលែងសម្អាតđấyគាត់ចិត្តបាទគាត់ចិត្តជាមួយនឹងបន្លែផ្សេងទៀតក្នុងនោះមានម្ហូបពិសេសមួយគឺបន្ទង់បាទគឺគាត់កំពុងតែស្លកកូបាទកកូគោម្ដងណាជាមួយនឹងមានដូចជាលពៅមានដូចជាត្រប់ស្លឹកបាសហើយនឹងស្ពីជាដើមបាទគាត់ផ្សំគ្រឿងដាក់ជាមួយគ្នាដំបូងឡើយគាត់ដាក់ក្នុងឆ្នាំងទេបាទក៏ប៉ុន្តែដោយសារតែឆ្នាំងតូចពេកគាត់ក៏ដូរដាក់ខ្ទះម្ដងបាទខូចគ្រឿងហើយលួចលេបទឹកមាត់តាំងពីពេលហ្នឹងបាទហើយគាត់ចំណាយពេលប្រហែលជាកន្លះម៉ោងជាពិសេសអ្វីដែលឆ្ងាញ់ជាងគេនោះគឺផ្អែមជាងគេនោះផ្សំគ្រឿងដាក់ជាមួយគ្នាហើយនោះគឺអន្ទង់បាទអន្ទង់ពិតជាមានរសជាតិផ្អែមហើយសម្លនេះគឺអត់ប្រើប៊ីចេងប្រើអីទេមានរសជាតិឆ្ងាញ់តែម្ដងបាទសម្លកកូគោម្ដងបាទអត់កម្របានហូបគឺពិសេសតែម្ដងទៅលេងផ្ទះគាត់ម្ដងនេះគឺគ្រប់តែម្ដងបាទឆ្ងាញ់មែនទែនបាទមកដល់ថ្ងៃនេះក៏នៅតែឆ្ងាញ់ជាប់មាត់ដែរបាទសូមអរគុណច្រើនបងប្អូន